ស្ត្រីនោះចង់ប្រើឧបករណ៍បាញ់ដើម្បីបាញ់យន្តហោះនៅលើមេឃប៉ុន្តែមិនដឹងថាគ្រោះថ្នាក់ចិត្តមកដល់ទេស្រាប់តែពំពួកដែលមានខ្សែដែកបានទម្លុះចូលសត្រូវហើយជាប់នឹងយន្តហោះតែម្ដងពេលនោះអ្នកបើកយន្តហោះនៅខាងមុខនៅតែមិនដឹងអ្វីសោះហើយនៅទីបំផុតនៅវិនាទីបន្ទាប់យន្តហោះទទួលបាននៅកម្លាំងទប់ទល់ហើយបាត់បង់ការគ្រប់គ្រងអ្នកបើកយន្តហោះភ័យស្លន់ស្លោងាកមើលទើបដឹងថាយន្តហោះត្រូវបានខ្សែដែកចងជាប់យ៉ាងគាត់ប្រញាប់បង្កើនល្បឿនដើម្បីរួចផុតពីការចងប៉ុន្តែមិនថាគាត់បញ្ជាយ៉ាងណាក៏គ្មានប្រយោជន៍ដែលផ្ទុយទៅវិញទាញទូកក្តោងដែលនៅខាងក្រោមឲ្យរង្គោះរង្គើពេលនោះស្ត្រីទើបដឹងថាមានរឿងធំនៅក្រោមគ្រែបំរុះយ៉ាងដែលឃើញទស្សនភាពនេះក៏ប្រញាប់រត់មកដើមឡើយចង់ឡើងទៅកាត់ខ្សែដោយកាំបិតខ្លីប៉ុន្តែនៅវិនាទីបន្ទាប់ឧបករណ៍បាញ់ត្រូវបានរហ័សចេញពីពោភ្លៀងជាប់នៅលើធ្នឹមខាងលើម្ដងទៀតដែលឃើញយន្តហោះវិលជុំវិញទូកក្តោងមិនឈប់ទេបើមិនដោះស្រាយឲ្យបានឆាប់ទេអ្នកទាំងពីរអាចនឹងបាត់បង់ជីវិតនៅទីនេះនៅពេលគ្រោះថ្នាក់បំផុតបង្ក្រោះយ៉ាងក៏ប្រញាប់ឡើងទៅលើធ្នឹមខ្ពស់ហើយអ្នកបើកយន្តហោះក៏ដកកាំភ្លើងចេញត្រៀមបាញ់ខ្សែនោះប៉ុន្តែបាញ់ច្រើនគ្រាប់ក៏មិនត្រូវដែរផ្ទុយទៅវិញស្ទើរតែបានត្រូវបង្ក្រោះយ៉ាងដែលនៅលើធ្នឹមខ្ពស់ឃើញស្ថានភាពកាន់តែតានតឹងឡើងហើយសំណាងល្អបង្ក្រោះយ៉ាងទីបំផុតបានទៅដល់ធ្នឹមខ្ពស់ហើយប៉ុន្តែចម្ងាយឆ្ងាយពេកមិនអាចទៅដល់ខ្សែនោះបានទេគ្មានផ្លូវផ្សេងទៀតទេគាត់ដោះកាំភ្លើងវែងខាងក្រោយចេញប៉ុន្តែគ្មាននរណានឹកស្មានដល់ថាអ្នកបើកយន្តហោះបាញ់ត្រូវខ្សែមុនហើយវិនាទីបន្ទាប់បង្ក្រោះយ៉ាងត្រូវបានរុញចេញទៅក្រៅយ៉ាងខ្លាំងបន្ទាប់មកអ្នកបើកយន្តហោះរត់គេខ្លួនភ័យស្លន់ស្លោហើយត្រូវបានរុញចេញទៅក្រៅ